នេះគឺជារឿងដែលតាក់ទងទៅនឹងយាយម៉ៅពេជ្រនិលហ្នឹងហើយបងប្អូនខ្មែរយើងទូទាំងប្រទេសតែងតែមានជំនឿថានៅម្ដុំហ្នឹងគឺជាកន្លែងស័ក្តិសិទ្ធិខ្លាំងមែនតែនទាំងខ្ញុំនិងក្រុមគ្រួសារខ្ញុំឲ្យតែឆ្លងកាត់កន្លែងហ្នឹងតែងតែឈប់ឡានចុះអុជធូបបន់ស្រន់សុំសេចក្តីសុខតាមផ្លូវជានិច្ចនេះគឺជាបទពិសោធន៍ថ្មីមួយទៀតហើយដែលកើតឡើងពិតទៅលើប្រិយមិត្តរបស់យើងតែឥឡូវគាត់បានផ្លាស់ប្ដូរទីលំនៅទៅប្រទេសអូស្ត្រាលីឯណោះគាត់បានចែករំលែកពីបទពិសោធន៍ពិតដែលគាត់បានជួបសម្រាប់ក្រុមគ្រួសារគាត់ទាំងមូលរហូតដល់បេះបាត់បង់បងប្រុសរបស់គាត់តែម្ដងគឺស្លាប់តែម្ដងតែសំណាងល្អដោយសារតែគាត់កាយខាយតន់ដោយសារតែមានការល្មើសមើងងាយវត្ថុស័ក្តិសិទ្ធិនៅតំបន់ហ្នឹងអញ្ចឹងហើយសាច់រឿងនេះគឺអានបដាព្រឺរោមបដាតែម្ដងធ្វើឲ្យយើងនឹកសម័យទៅដល់រូបភាពនៅកន្លែងហ្នឹងដោយសារតែទោះបីជាយើងមិនបញ្ជាក់ថានៅចំណុចមួយណានៃតំបន់យាយម៉ៅពេជ្រនិលហ្នឹងប៉ុន្តែខ្ញុំជឿជាក់ថាបងប្អូនដែលជាអ្នកស្ដាប់របស់យើងមួយចំនួនធំនឹងស្គាល់យ៉ាងច្បាស់ថាគាត់កំពុងតែចង់និយាយពីកន្លែងណានៅចំណុចមួយណាហើយខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាតាមដានឲ្យជាប់នៅចំណុចដែលគាត់បញ្ជាក់ឲ្យបញ្ជាក់ទៀតថាកន្លែងណាដែលគាត់បានឃើញរបស់ទាំងអស់នឹងអញ្ចឹងហ្នឹងហើយអ្នកទាំងអស់គ្នានឹងមានអារម្មណ៍ថាសុបទៅជាមួយគ្នាដោយសារតែវាជារឿងពិតដែលកើតឡើងទៅលើមនុស្សពិតផងដែរហើយក៏យកវាគឺជាបទពិសោធន៍ដើម្បីចែករំលែកទៅដល់មិត្តភ័ក្តិបងប្អូនយើងអ្នកដែលយើងស្រឡាញ់ហ្នឹងមិនជឿកុំប្រមាទជំរាបសួរបងខ្ញុំជាប្រិយមិត្តរបស់បងម្នាក់ដែលមកពីប្រទេសអូស្ត្រាលីតែខ្ញុំសូមលាក់ឈ្មោះបងថ្ងៃនេះខ្ញុំមានរឿងភ័យរន្ធត់មួយចង់មកចែករំលែកនៅក្នុង Channel របស់បងសង្ឃឹមថាបងនឹងយករឿងរបស់ខ្ញុំទៅផលិតជាវីដេអូនៅក្នុងកម្មវិធី The Story Podcast ផងចុះខ្ញុំស្ដាប់គ្រប់អេពីសូតរបស់បងតែម្ដងត្រឡប់មករឿងខ្ញុំវិញរឿងនេះបានកន្លងផុតទៅជាង10ឆ្នាំទៅហើយដែលកាលនោះខ្ញុំនៅជាក្មេងជំទង់នៅឡើយអាយុទៅតែ12-13ឆ្នាំតែប៉ុណ្ណោះតែវាជារឿងដែលគ្រួសារខ្ញុំនៅចងចាំគ្មានថ្ងៃភ្លេចព្រោះបងប្រុសបង្ការរបស់ខ្ញុំស្ទើរតែមិនរួចជីវិតត្រឡប់មកវិញទេដោយសារតែការប្រមាថមើលងាយរបស់គាត់ទៅលើវិញ្ញាណអមនុស្សដ៏កាចសាហាវមួយនៅម្ដុំយាយម៉ៅពេជ្រនិលកាលនោះនារដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងខ្ញុំនិងក្រុមគ្រួសារដែលមានសមាជិក4នាក់មានប៉ាម៉ាក់ខ្ញុំហើយនិងបងប្រុសបានធ្វើដំណើរចេញពីភ្នំពេញបំណងទៅលេងផ្ទះលោកយាយនៅខាងប៉ានៅឯស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺប្រហែលជាម៉ោង4ល្ងាចទៅហើយដោយប៉ាជាអ្នកបើកឡាននៅតាមផ្លូវពួកយើងបាននិយាយគ្នាលេងពីនេះពីនោះសប្បាយខ្លាំងមែនទែននិយាយបណ្ដើបើកបោបណ្ដើមិនយូរប៉ុន្មានយើងក៏ជិះទៅដល់ចំណុចសែនព្រេងលោកជ័យម៉ៅទៅហើយគ្រួសារខ្ញុំឲ្យតែឆ្លងកាត់ចំណុចនេះរាល់លើកពួកយើងតែងតែឈប់ឡានចុះបន់ស្រន់សុំសេចក្តីសុខនៅតាមផ្លូវមិនដែលខាននោះទេព្រោះពុកខ្ញុំគាត់និយាយថាកាលពីមិនទាន់មានខ្ញុំពោលគឺមានតែបងប្រុសរបស់ខ្ញុំគាត់ធ្លាប់មានមិត្តភ័ក្តិជិតស្និទ្ធម្នាក់គាត់ស្គាល់គ្នាតាំងពីសម័យនៅរៀនមកម្លេះគឺពួកគាត់រាប់អានគ្នាខ្លាំងមែនទែនទោះបីជាចេញរកស៊ីធ្វើការមានគ្រួសាររៀងខ្លួនក៏ដោយក៏នៅតែរាប់អានគ្នាដូចដើមនឹងហើយគាត់នឹងគឺឈ្មោះអ៊ំហៀងគាត់គឺជាអ្នកភ្នំស្រួយដែរតែអ៊ំហៀងគាត់គឺជាមនុស្សដែលមិនចេះជឿរឿងអបិយជំនឿខ្មោចព្រាយបិសាចអ្វីនោះទេជាពិសេសគឺរឿងដួងព្រលឹងវិញ្ញាណវត្ថុស័ក្តិសិទ្ធិអីហ្នឹងគឺគាត់មិនជឿខ្លាំងតែម្ដងគ្រប់ពេលដែលពួកគាត់ជិះឡានជុំគ្នាមកលេងស្រុកកំណើតឲ្យតែឪពុកខ្ញុំចុះសែនព្រេងនៅតំបន់នេះអ៊ំហៀងគឺគាត់ទឹះចិត្តជានិច្ចគាត់សុកចិត្តអង្គុយចាំនៅក្នុងឡានគាត់មិនចុះទេថែមទាំងរអ៊ូបណ្ដើរងំអញ្ចឹងថាឲ្យឪពុកខ្ញុំម្ដងម្កាលទៀតផងរហូតដល់យប់មួយគឺជាយប់ចំថ្ងៃមុនរៀបចំបុណ្យភ្ជុំបិណ្ឌធំ3ថ្ងៃបានន័យថា3ថ្ងៃទៀតដល់បុណ្យភ្ជុំបិណ្ឌធំអញ្ចឹងអ៊ំហៀងគាត់ឡើងមកលេងស្រុកជាមួយនឹងឪពុកខ្ញុំដូចរាល់ឆ្នាំហ្នឹងព្រោះអីនៅពេលដែលភ្ជុំធំពួកគាត់ត្រូវមានកម្រងទៅកន្លែងផ្សេងអញ្ចឹងតែនៅសុកគាត់ក៏ត្រូវត្រឡប់ទៅភ្នំពេញវិញទាំងយប់តែម្ដងព្រោះនៅពេលហ្នឹងកន្លែងរកស៊ីរបស់គាត់មានបញ្ហាអ្វីមិនដឹងទេត្រូវដោះស្រាយជាមួយនឹងបុគ្គលិកមុនថ្ងៃឈប់សម្រាកចូលមកដល់ដោយការបារម្ភម្ដាយរបស់ខ្ញុំក៏បាននិយាយឲ្យឪពុកខ្ញុំនឹងទៅជាមួយអ៊ំហៀងបានជាគ្នាព្រោះត្រូវបើកបរទាំងយប់អញ្ចឹងខ្លាចមានអ្វីអាចជួយគ្នាបាននៅយប់នោះពេលជិះកាត់កន្លែងលោកយាយម៉ៅហ្នឹងឪពុកខ្ញុំមានអារម្មណ៍ថាផុតដៃផុត
ជើងបែកញើសស្រាក់មិនដឹងយ៉ាងម៉េចទេហើយគាត់ក៏ចង់ឈប់ឡានចុះអុជធូបសុំសេចក្តីសុខតាមផ្លូវព្រោះត្រូវបើកពេលយប់អញ្ចឹងហើយក៏ជាផ្លូវភ្នំឡើងចុះអញ្ចឹងទៀតតែអ៊ំហៀងគឺគាត់ខាត់ពុកខ្ញុំភ្លាមតែម្ដងថាកុំឲ្យខាតពេលហើយគាត់បន្តថាមិនបាច់ឈប់ទេកំពុងតែប្រញាប់ផងគេបន់ស្រន់តែពេលទៅលេងសមុទ្រតែប៉ុណ្ណោះពេលមកវិញមិនបាច់បន់ស្រន់ក៏បានដែរនាំតែខាតពេលទេមើលតែគ្នាទៅមកផ្លូវនេះតាំងពីតូចរហូតដល់សក់ក្បាលស្កើមួយទៅហើយមិនដែលបន់ស្រន់អុជធូបម្ដងផងអត់ដែលមានអីទេគិតទៅមនុស្សយើងចេះតែខ្លាចហ្មងចេះតែជឿតាមគ្នាខាតពេលមែនរឿងគ្រោះថ្នាក់បើយើងបើកដោយប្រយ័ត្នគឺវាគ្មានកើតនោះទេមិនមែនមកពីបារមីយាយអីជួយយើងនោះទេគឺគាត់និយាយត្រង់អញ្ចឹងហ្មងកុំទៅជឿពេកអីឪពុកខ្ញុំនៅពេលដែលឮអ៊ំហៀងគាត់និយាយបែបនេះហើយគាត់ក៏សង្ងំស្ងៀមទៅហើយក៏សុកចិត្តបើកបង្ហោះកន្លែងលោកយាយម៉ៅបាត់ទៅមួយសន្ទុះក្រោយមកមេឃក៏ចាប់ផ្ដើមធ្លាក់ភ្លៀងហើយក៏មានផ្គរមានរន្ទះគឺធ្វើឲ្យផ្លូវកាន់តែពិបាកបើកបរជាងមុនទៅទៀតឪពុកខ្ញុំក៏បានបដូរដៃបើកជាមួយនឹងអ៊ំហៀងវិញដោយសារតែគាត់នឹងរៀងធ្លាក់ភ្នែកងុយគេងបន្តិចទៅហើយម្យ៉ាងទៀតគឺដល់កន្លែងផ្លូវលំបាកបត់បែនច្រើនអញ្ចឹងគាត់ក៏រកកន្លែងចតដើម្បីផ្លាស់ប្ដូរដៃជាមួយនឹងអ៊ំហៀងនៅពេលដែលអ៊ំហៀងចាប់ផ្ដើមបើកបរមួយសន្ទុះចម្លែកត្រង់ថាគាត់ចាប់ផ្ដើមរអ៊ូថាម៉េចគាត់រអ៊ូថាម៉េចក៏ផ្លូវហ្នឹងមានផ្សែងច្រើនម៉េះហើយអ្នកភូមិណាក៏ដុតចម្បាំងអីស្មើនេះគឺគាត់និយាយដដែលហ្នឹងមកផ្លែត2ទៅ3ដងឪពុកខ្ញុំដែលកំពុងតែបិទភ្នែកសម្រាប់យកកម្លាំងហ្នឹងក៏បើកភ្នែកប្រឹមតែគាត់អត់ឃើញអីចម្លែកនោះទេគាត់ក៏បិទភ្នែកទៅវិញហើយក៏តបថាអើយប្រហែលជាគេដុតចម្បាំងដេញមូសឲ្យកោអីនឹងឯងហើយផ្សែងហោះមកពីក្នុងភូមិអញ្ចឹងតែបន្តិចទៅអត់អីហើយហៀងឯងបើកឲ្យប្រយ័ត្នប្រយែងផងព្រោះអីភ្លៀងផងផ្លូវល្អណាស់វើយអ៊ំហៀងក៏ប្រាប់ថាអើអញដឹងហើយប្រហែលជា20នាទីក្រោយមកបរិយាកាសលឺសូរតែភ្លៀងផ្គររន្ទះហើយអ៊ំហៀងគឺគាត់អត់ចូលចិត្តចាក់ភ្លេងចាក់ចម្រៀងអីនៅក្នុងឡានទេឪពុកខ្ញុំកំពុងតែបិទភ្នែកសង្ងំគេអញ្ចឹងតែគាត់គេងក៏មិនលក់ដែរពេលនោះគឺអ៊ំហៀងចាប់ផ្ដើមញីភ្នែកខ្លាំងទៅហើយគាត់ក៏បានដាក់ឪពុកខ្ញុំឲ្យជួយមើលផ្លូវដែរគាត់បានប្រាប់ថាតាមផ្លូវហ្នឹងមកសន្ទុះមិញហ្នឹងគឺគាត់ឃើញមនុស្សចម្លែកឈរនៅតាមមាត់ផ្លូវគាត់ឆ្ងល់ថាអ្នកស្រុកនេះចម្លែកអីក៏ចម្លែកម៉េះថ្ងៃនេះរត់ដងដូចជាមិនអញ្ចឹងទេមេឃក៏ភ្លៀងមិនក៏នាំគ្នាមកឈរធ្វើអីនៅមាត់ផ្លូវអញ្ចឹងមានប៉ុនមានទៀនមែនអត់ខ្លាចឡានបុកទេអីឪពុកខ្ញុំដោយងឿឆ្ងល់ដែរក៏គាត់សួរថាហើយឃើញអីគេខ្លះអ៊ំហៀងក៏តបថាគាត់ឃើញម្ដងជាមនុស្សចាស់ពាក់ឈុតខ្មៅកោងខ្នងដើរទៅដើរមកនៅមុខផ្ទះហើយហួសនឹងបន្តិចគាត់ក៏ឃើញមនុស្សស្រីរាងស្គមសក់ខ្លីត្រឹមកស្លៀកសដូចឈុតបុរាណឈរអោនក្បាលនៅមាត់ផ្លូវតែម្ដងនិយាយទៅគាត់ម្ដងឃើញមនុស្សចាស់ម្ដងឃើញក្មេងៗគឺអត់ដឹងកើតអីទេគាត់រវល់តែនិយាយភ្លេចខ្លួនស្រាប់តែគាត់ឃើញមនុស្សស្រីក្រុងឈុតបុរាណឈរកណ្ដាលផ្លូវចង្អុលមុខគាត់តែម្ដងស្រាប់តែពេលនោះអ៊ំហៀងគាត់រេចង្កោតកិច្ចពីមនុស្សស្រីម្នាក់នោះប៊ីបុកចូលឡានតូរីដែលគេបើកផ្លូវបញ្ច្រាស់គ្នារួចក៏រលទៅបុកដើមដូងដែលនៅពីមុខតូបលក់ដូរដែលគេបិទចោលយូរឆ្នាំទៅហើយសំណាងឲ្យពេលនោះអ៊ំហៀងហើយនឹងពុកខ្ញុំអត់កើតអីធ្ងន់ធ្ងរទេរបួសមធ្យមតែប៉ុណ្ណោះតែឡានគឺខូចខ្ទេចទាំងអស់តែម្ដងហើយសំណាងដែលមិនបើកទៅបច្ច្រាស់ជាមួយនឹងឡានកុងតឺន័រអីចឹងបើមិនដូច្នោះទេជីវិតគាត់ទាំងពីរនាក់មុខតែមិនរស់នោះទេហើយចាប់តាំងពីពេលនោះមកអ៊ំហៀងចាប់ផ្ដើមជឿសុបតែម្ដងពីរឿងខ្មោចព្រាយបិសាចបលឹងវិញ្ញាណអីទាំងអស់ហ្នឹងព្រោះគាត់គិតថានោះគឺមកពីសម្ដីគាត់ឆ្លោះពេកនៅថ្ងៃនោះនិយាយទៅបើសិនជាគាត់ត្រឹមតែមិនគោរពមិនអីនោះទេតែនេះគឺគាត់និយាយមើលងាយគេហើយហាមអ្នកផ្សេងមិនឲ្យគោរពជឿទៀតនេះហើយដែលនាំឲ្យពុកខ្ញុំកាន់តែជឿសុបទៅលើការបន់ស្រន់នៅកន្លែងលោកយាយម៉ៅហ្នឹងតម្រាំតែជិះទៅដល់ត្រង់ចំណុចលោកយាយម៉ៅពេជ្រនិលដូចជាថ្ងៃចង់លិចបាត់ទៅហើយតែទៅដល់ត្រង់ចំណុចនោះក៏ស្រាប់តែមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងដោយសារតែមានមនុស្សម្នាជាច្រើនបាននាំគ្នាចុះអុជធូបនៅកន្លែងលោកយាយម៉ៅហ្នឹងហើយម្យ៉ាងគឺជាថ្ងៃបុណ្យទានផងពេលនោះខ្ញុំនិងម៉ាក់ក៏បានចុះទៅទិញចេកនិងអុជធូបថ្វាយលោកយាយម៉ៅដែរពេលរួចរាល់ពួកយើងក៏នាំគ្នាឡើងឡានចេញទៅស្របពេលជាមួយនឹងគ្នាដែរបងប្រុសរបស់ខ្ញុំគាត់រកបន្ទប់ទឹកចូលតែចូលមិនបានសោះព្រោះមនុស្សតម្រង់ជួរគ្នាចាំចូលបន្ទប់ទឹកច្រើនខ្លាំងពេកហេតុដូច្នេះហើយពេលបើកឡានហួសពីទីនោះបន្តិច
បងប្រុសខ្ញុំក៏សុំឲ្យប៉ាឈប់ឡាននឹងចុះទៅបត់ជើងតូចនៅក្រោមដើមពោធិ៍ធំមួយក្បែរផ្លូវនោះតែម្ដងថ្ងៃនោះមេឃរៀងស្រទុំមេឃក៏រៀងងងឹតដូចជារកកលចង់ភ្លៀងកក់ខែយ៉ាងម៉េចមិនដឹងទេតែវាបានធ្វើឲ្យខ្ញុំបែរជាមានអារម្មណ៍ថាខ្លាចនៅម្ដុំដើមឈើនោះទៅវិញព្រោះមើលទៅវាគឺជាដើមពោធិ៍មួយយ៉ាងធំខុសប្លែកពីគេតែម្ដងកំឡុងពេលដែលបងប្រុសខ្ញុំបានចុះទៅបត់ជើងតូចនោះនៅសុកក៏មានខ្យល់មួយវឹបបក់មកយ៉ាងខ្លាំងមិនដឹងជាមកពីទីណាទេធ្វើឲ្យខ្ញុំនិងម៉ាក់របស់ខ្ញុំប្រញាប់ស្រែកប្រាប់ទៅគាត់ថាឲ្យប្រញាប់ឡើងឡានមកវិញកុំនៅបង្អែបង្អង់យូរភ្លាមនោះបន្ទាប់ពីបងប្រុសរបស់ខ្ញុំបានដើរចេញមកវិញភ្នែករបស់ខ្ញុំស្រាប់តែក្រឡេកទៅឃើញមានមនុស្សស្រីម្នាក់នៅឈរពីខាងក្រោយដើមពោធិ៍នោះតែម្ដងនារីនោះមានសក់វែងបាំងមុខចិត្តស្លៀកពាក់ខ្មៅតាំងពីលើដល់ក្រោមតែខ្ញុំមើលមិនច្បាស់ទេដោយសារតែខ្ញុំមើលពីខាងក្នុងឡានទៅខ្ញុំឃើញហើយក៏បានប្រាប់បងប្រុសខ្ញុំឲ្យបើកឡានចេញទៅឲ្យលឿនតែម្ដងទៅពេលហ្នឹងគឺគាត់ចាប់ផ្ដើមបើកឡានជំនួសឪពុកខ្ញុំបានប្រាប់គាត់ថាប្រហែលជាមានមនុស្សសតិមិនគ្រប់ស្នាក់នៅទីនោះហើយមើលទៅហើយខ្លាចគេនឹងមកបង្កគ្រោះថ្នាក់ប៉ះពាល់ដល់គ្រួសារយើងពេលដែលពួកយើងបើកឡានប្រហែលតែកន្លះម៉ោងប៉ុណ្ណោះពួកយើងក៏បានបើកទៅដល់ផ្ទះចំការរបស់លោកយាយខាងប៉ារបស់ខ្ញុំនៅឯស្រុកភ្នំស្រួយតែម្ដងនៅទីនេះពិតជាមានទេសភាពស្រស់ស្អាតខ្លាំងមែនទែនដែលលោកយាយរបស់ខ្ញុំបានរៀបចំយ៉ាងស្អាតជាមួយនឹងផ្ទះឈើបុរាណធំល្មមចំនួន2ខ្នងនៅជិតគ្នាតែម្ដងមកដល់ភ្លាមលោកយាយនិងអ៊ំស្រីដែលជាបងស្រីបង្ការរបស់ប៉ារបស់ខ្ញុំក៏បានចេញមកទទួលពួកខ្ញុំជាមួយនឹងទឹកមុខយ៉ាងរីករាយព្រោះនៅក្នុងមួយឆ្នាំគ្រួសាររបស់យើងបានមកលេងពួកគាត់តែ2ដងតែប៉ុណ្ណោះគឺនៅថ្ងៃបុណ្យចូលឆ្នាំថ្មីនិងនៅថ្ងៃភ្ជុំបិណ្ឌពេលនោះប្រលប់ទៅហើយខ្ញុំនិងគ្រួសារក៏បាននាំគ្នារើអីវ៉ាន់ចុះពីឡានដើម្បីឡើងទៅលើផ្ទះហ្នឹងផ្ទះលោកយាយធ្វើជាលក្ខណៈគ្រួសារប៉ុន្តែគាត់បានរៀបចំឡើងយ៉ាងស្អាតដូចជាផ្ទះលំហែនៅក្នុងរីសតអញ្ចឹងភ្លាមនោះដែរពេលដែលពួកយើងកំពុងតែរើអីវ៉ាន់ហ្នឹងចៃដន្យខ្ញុំក៏បានក្រឡេកទៅឃើញនារីម្នាក់កំពុងតែឈរនៅក្រោមដើមស្វាយនៅខាងមុខផ្ទះដែលមើលទៅរូបរាងរបស់នាងស្រដៀងទៅនឹងមនុស្សស្រីដែលខ្ញុំបានឃើញនៅក្រោមដើមពោធិ៍នោះតែម្ដងតែខ្ញុំមិនប្រកាសចិត្តទេព្រោះពេលនោះភ្នែករបស់ខ្ញុំមើលមិនសូវច្បាស់ដោយសារតែខ្ញុំមិន